đấy cái này trong sông mò ở chạy lại tại tàu chỉ mùi nâng tráng vào tầm miền thì không xài này rất bà chắc là đi nhầm lực họ tại tàu chỉ mùi nâng tráng đi muối cứ tại tàu chỉ mùi nâng mấy thiên khó chín bao bèo mà này thá tráng vào tầm miền 100 ngày ní ưu họ đã nơi ngày nâng tạm đón ở lính ở u niên u duyệt san rự mà này tha san còn phải pram khai pram ngày thứ 7 và chẳng trong trong nít chỉ tôi tới có 3 tuần po đã bỏ họ tràng vào tầm miền bỏ dớ cứ mình là cái bạn chẳng chẳng một sân bóng ôn trong ban tại tông chỉ mùi đang tràng nóអាចchặt mò nhom bán nhom mình đã không thể lấy cái đạn bỏ nhom và chẳng ní nhomអាចប្រេនបងបងទូទូតែតោជាមួយនឹងពាក្យនៅក្នុងត្រាងវត្តមាននេះអញ្ចឹងពាក្យទី1តទៅជាមួយនឹងពាក្យនេះគឺnữមកន័យថាមនុស្សស្រីណានមកន័យថាមនុស្សប្រុសស៊ីនកងរិនមកន័យថាអ្នកចូលមកថ្មីជីរិនសុមកន័យថាចំនួនមនុស្សសរុបឈូឈីនតែថាចំនួនវត្តមានឬក៏អ្នកដែលមកនៅក្នុងថ្ងៃនេះសរុបឈីងជាបានន័យថាច្បាប់ខួងកងបានន័យថាវត្តមានមិនថាអវត្តមានអ្នកដែលមិនបានមកនៅក្នុងថ្ងៃហ្នឹងនេះវិញគឺពីងជាបានន័យថាច្បាប់មានជំងឺឬក៏ច្បាប់ឈឺទីវិញគឺនានជាបានន័យថាច្បាប់អំណាចឆ្នាំឆានជាបានន័យច្បាប់សម្រាលហ្វងជានេះដាក់bài phân sựឧផានេះបានន័យថាគាត់ច្បាប់សម្រាប់មែនតែគាត់សម្រាប់មានលុយ 50% អញ្ចឹងបានន័យថាហ្វងជាbài phânឧផាតbài phân 50%ឈើ子ន័យថាឈប់បាទអញ្ចឹងអានេះតើតើជាមួយនឹងពាក្យនៅលើក្បាលទំព័ររបស់យើងអញ្ចឹងនៅក្នុងនេះតើតើជាមួយនឹងក្រុមឬក៏ផ្នែកអញ្ចឹងខ្ញុំសូមលើកតើតើជាមួយក្រុមនេះខាងខ្ញុំគឺមានក្រុមជាច្រើនអញ្ចឹងតើតើជាមួយឈើកងមកន័យថាក្រុមដេជូចាងមកន័យថាប្រធានចាកងន័យថាកម្មករបន្តបន្សំឬហៅខ្លីគឺខាងផ្នែកចល័តណាគាត់ហ្នឹងគឺអាចធ្វើអីក៏បានតាក់ទងជាមួយដេអញ្ចឹងchúng taគាត់អាចទៅជួនកាលគាត់អាចមកអង្គុយដេជាមួយគេជួនកាលអាចគាត់ទៅកាត់ពៅអញ្ចឹងគឺហៅគាត់ថាចាកងអញ្ចឹងពាក្យនៅខ្ញុំចែកម្លែកថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាបងប្អូនត្រូវការ form នេះអាច inbox មកខ្ញុំបានបាទសូមអរគុណ